Ok, cái này dân đang mà to mình mà dân từ chỉ một tiết đại dân GMP action query bạn giờ bạn đang đưa mà hai tha action query dân mình buồnเป็น query không nắm miền đôi chia delete query update query append query hay là make table query và ta các sản môn môn đang dân châu từ xoay vô lập action queryคือខ្ញុំបានឲ្យយើងស្វែងយល់អំពីរបៀប backup database ទុកណាគឺមិនយើងអាចធ្វើការ backup database របស់យើងទុកពីព្រោះអីពីព្រោះ action query វានឹងធ្វើឲ្យទិន្នន័យនៅក្នុង database របស់យើងវាប្រែប្រួលដូចជា delete query វានឹងទៅលុបទិន្នន័យនៅក្នុង database ក្នុង table របស់យើង update query វាធ្វើទិន្នន័យក្នុង database ក្នុង table របស់យើងវាប្រែប្រួលច្រើនហ្នឹងអញ្ចឹងយើងមុនពេលអនុវត្តទៅលើ action query បាទយើងគួរតែ backup ណា backup database របស់យើងទុកសិនណា backup database របស់យើងទុកសិនអូខេចាប់ដើមដំបូងគេគឺយើងនិយាយពីការបង្កើតនៅ delete query ណាបាទ delete query គឺជាប្រភេទ query មួយដែលយើងប្រើសម្រាប់លុបនៅ record ឬក៏ជួយមួយចំនួនចេញពី table របស់យើងណាបាទឥឡូវខ្ញុំថាខ្ញុំមាន database មួយឈ្មោះថា database nodewin បាទខ្ញុំអាចបើក database ហ្នឹងមកដើម្បីយើងអាចបង្កើតនៅ delete query បានមុនពេលយើង delete query គឺធម្មតាពេលយើងធ្វើការ delete នៅទិន្នន័យនៅលើ table យើងអាចគ្រាន់តែបើក table ហ្នឹងមកមិនចឹងណាបាទបើក table មកហើយយើង select លើ record ណាដែលយើងចង់ delete ណាទៅលើ record ហើយយើងចង់ delete ណាប៉ុន្តែគាត់ថាបើសិនយើងទៅ delete ទិន្នន័យពី table ផ្ទាល់យើងត្រូវ delete ម្ដងមក record ម្ដង record ណាទៅតាមលក្ខខណ្ឌដែលយើងចង់បាន view ណាអញ្ចឹងយើងអាចធ្វើការកំណត់នៅការងារទាំងអស់នេះនៅក្នុង delete query ផ្ទាល់ដោយយើងមិនចាំបាច់បើក table ទេបាទដោយជាដំបូងគឺយើងគ្រាន់តែបង្កើតនៅ select query ធម្មតាសិនបាទចុះរបៀបបង្កើតនៅ select query យើងអាចចុចទៅលើ create មិនចឹងណាបាទយើងចុចទៅលើ create បន្តមកទៀតគឺក្នុងកន្លែង order យើងរើសយកអីយើងរើសយក query design ណា query design បាទនៅក្នុង select query របស់យើងគឺខ្ញុំចង់បង្កើត select query មួយចេញពី table ឧទាហរណ៍ table customer ចុះណាខ្ញុំ add table customer មួយចូលបាទនៅក្នុង select query របស់ខ្ញុំចង់បានអីខ្លះបាទខ្ញុំចង់បានបាទខ្ញុំអាចទាញសញ្ញាផ្កាយមួយនេះណាបាទយើងឃើញមានសញ្ញាផ្កាយមួយខាងលើបាទសញ្ញាផ្កាយនេះគឺវាតំណាងឲ្យជួរឈរទាំងអស់ណាវាតំណាងឲ្យជួរឈរទាំងអស់បាទជួរកាយយើងអត់ចង់ទៅទាញម្ដងមួយយកមកដាក់ទេណាយើងអាចទាញសញ្ញាផ្កាយយកមកដាក់នោះមានថាយើងចង់select choជួរឈរទាំងអស់ណាបាទហើយយើងអាចចុចទៅលើ run ណាឬក៏យើងអាចចុចទៅលើ view បាទយើងយក data sheet view មកមានថាវាបង្ហាញនៅលទ្ធផលនៃ select query របស់យើងមួយណាបាទឥឡូវខ្ញុំចង់បែបនេះខ្ញុំចង់លុបនៅរាល់អតិថិជនទាំងឡាយដែល country របស់គាត់គឺ Germany សាប់តើរាល់អតិថិជនទាំងឡាយដែល country របស់គាត់ Germany គឺខ្ញុំចង់លុប record អតិថិជនម្នាក់នឹងចេញបើសិនជាអតិថិជនមាននៅ Germany នឹងមាន10នាក់លុបទាំង10 record នឹងចេញបើធម្មតានៅក្នុង table យើងត្រូវ select លុបម្ដង record select ម្ដង record ដើម្បីលុបចុះបើសិនជាអតិថិជនមាន100នាក់ទៅ Germany ចេះយើងមិនអង្គុយលុប100ដងណាអញ្ចឹងខ្ញុំអាចទៅ design view វិញនៅក្នុង select query ខ្ញុំនឹងដូរពី select query មកជាអី delete query មកយើងឃើញមានប៊ូតុងមួយគេដាក់ថា delete ណាកន្លែង query tab អញ្ចឹងយើងដូរពី select query មកជា delete query នៅពេលចុចទៅលើ delete query ភ្លាមវាបង្ហាញ row មួយឈ្មោះថា delete ណាការក្នុង select query អត់មាន row delete ហ្នឹងឯងមានតែ row sort ហើយនឹង show ណា sort ហើយនឹង show តែនៅពេលយើងដូរ query type ទៅជា delete query វាលុប row sort ហើយនឹង show ចេញវាជំនួសវិញដោយ delete នៅក្នុង delete វាមានតម្លៃពីរវាមាន delete from និង delete where ណា delete from និង delete where from មានន័យថាលុបចេញពីណា delete from បើសិនយើងបងមានថាលុបចេញពីណាលុបចេញពី table ណាមួយមានថាលុបចេញពី table customer ណាលុបចេញពី table customer មិនខ្ញុំចង់បានមិនខ្ញុំចង់លុបនៅរាល់អតិថិជនទាំងឡាយចេញពី table customer ដែល
country របស់គាត់នៅណា Germany ចឹងពាក់ព័ន្ធមួយ field អីគេដែលត្រូវយកដាក់លក្ខខណ្ឌ country ចឹងខ្ញុំអាចទាញអីទាញ country យកមកដាក់មកបាទ country ណាយើងឃើញកន្លែង field country កន្លែង delete ឃើញវាដាក់ថា where ឯ where នេះបញ្ជាក់ថាយើងយក field country នេះយកមកធ្វើការកំណត់នៅលក្ខខណ្ឌតោះណាលក្ខខណ្ឌយើងយ៉ាងម៉េចលក្ខខណ្ឌគឺយើងត្រូវកំណត់នៅកន្លែងណា criteria ដោយការក្នុង select query select query លក្ខខណ្ឌគឺយើងកំណត់ក្នុង criteria អញ្ចឹង delete query ឲ្យតែមានលក្ខខណ្ឌគឺយើងកំណត់ក្នុងកន្លែង criteria ដូចគ្នាបាទអញ្ចឹងខ្ញុំដាក់យ៉ាងម៉េចស្មើឲ្យ country ស្មើឲ្យ Germany បាទដាក់ Germany មកបាទមានន័យថាខ្ញុំនឹងទៅលុបនៅរាល់អតិថិជនទាំងឡាយណា from ណា delete from table customer នៅរាល់អតិថិជនទាំងឡាយដែលណាដែលគេដែល country របស់គាត់នៅណា Germany តោះណាចឹងខ្ញុំកំណត់លក្ខខណ្ឌប៉ុណ្្នឹងមកខ្ញុំ run ប៉ុន្តែមុននឹង run ខ្ញុំចង់ view លទ្ធផលមើលសិនថាតើទិន្នន័យដែលនឹងត្រូវលុបនឹងយ៉ាងម៉េចតោះណាអតិថិជនឈ្មោះឯខ្លះដែលនៅ Germany ខ្ញុំអត់ត run ទេណាអញ្ចឹងខ្ញុំអាចចុចទៅលើ view ខ្ញុំរើសយក data sheet view ណាអញ្ចឹងលើ view ខ្ញុំរើសយក data sheet view នេះវាបង្ហាញនៅអតិថិជនទាំងអស់ដែល country របស់គាត់អីគេ Germany យើងឃើញ customer មានថា customer country នេះគឺអី Germany សិតតែ Germany ទាំងអស់ណាបាទអញ្ចឹងខ្ញុំអាចទៅ view ហើយខ្ញុំរើសយក design view វិញហើយខ្ញុំរើសយក run ភ្លាមកន្លែងហ្នឹងយើងអាចធ្វើការបែងចែកពីភាពខុសគ្នារវាង data set view ហើយនិង run ការនៅក្នុង select query ស្ដាប់តិចណាបាទការក្នុង select query view មានថា data set view ហើយនិង run គឺអត់ខុសគ្នាទេមានន័យថាកាលណាយើងចុចលើ data set view ក៏វាបង្ហាញលទ្ធផលនៃ select query កាលណាយើងចុចលើ run ក៏វាបង្ហាញលទ្ធផលនៃ select query ផ្ទុយមកវិញសម្រាប់ delete query សម្រាប់ delete query កាលណាយើងចុចទៅលើ data set view វាគ្រាន់តែបង្ហាញនៅ record ដែលនឹងត្រូវ delete តោះនេះវានឹងបង្ហាញនៅ record ដែលនឹងត្រូវ delete តែបើសិនយើងយក run វានឹងទៅអីទៅលុប record ទៅលុប record ដែលយើងបានកំណត់លក្ខខណ្ឌហ្នឹងណាបាទអញ្ចឹងយើងអាចធ្វើការបែងចែកដែរណាបាទ delete កាលណាយើងចុចលើ run ឬក៏កាលណាយើងចុចទៅលើ data set view នៅក្នុង select query គឺដូចគ្នាទេទូនទីវាប៉ុន្តែកាលណាយើងប្រើ delete query អាពីរនេះខុសគ្នាអាមួយគ្រាន់តែបង្ហាញអាមួយទៀតវាទៅលុបចឹងហើយខ្ញុំចង់លុបចុចទៅលើ run ពេលដែលខ្ញុំចុចលើ run ទៀតវាចេញ message មានថា you are about to delete 9 row ចេញពី specified table មានន័យថាអ្នកនឹងលុបប្រមាណ row 9 row ចេញពីអីចេញពី table customer អញ្ចឹងវាមានន័យថាមាន customer 9នាក់ដែល country របស់គាត់គឺអី Germany ណា Germany អញ្ចឹងខ្ញុំចុចទៅលើ yes ព្រាមមកពេលដែលខ្ញុំចុចទៅលើ yes វាចេញ message មួយទៀតមក Microsoft Office Access can delete 9 records in the deleted query due to key violation and 0 record due to log violation ស្ងាត់lạiនេះដែរវាចេញ message នេះមកដោយសារអីយើងអាចលុបបានទេណាយើងអាចលុបវាបានទេដោយសារវាពាក់ព័ន្ធជាមួយនឹង relationship យើងនៅចាំទេរវាង table customer មាន relationship ជាមួយនឹង table អីគេ table order ណាបើសិនយើងបើក relationship មកយើងនឹងឃើញ table customer វាមាន relationship ជាមួយនឹង table order one customer many or order customer ម្នាក់គាត់អាចធ្វើការ order បានច្រើនអញ្ចឹងកាលណាយើងលុប customer នឹងចោលឧទាហរណ៍ customer កលោកកយើងលុប customer នឹងចោលចុះអា order ដែល customer កនៅណាអ្នកទទួលខុសត្រូវណាទទួលខុសត្រូវមិនអត់មានអ្នកទទួលខុសត្រូវហើយណាយើងនៅចាំក្នុង relationship ការយើងនិយាយពី edit relationship អា option 3 enforce reference choice integrity cascade update related field
cascade delete related record ត្រង់កន្លែង cascade delete related record បាទចឹងកន្លែងនោះវាឲ្យយើងលុបទេចឹងខ្ញុំអាចបត់ vision ខ្ញុំទៅមើល relationship ណាខ្ញុំទៅមើល relationship ជប់សិនណាខ្ញុំចុចទៅលើ database tool relationship នេះយើងមើលនៅ relationship របស់យើងគឺយើងមាន order និង customer មាន relationship ប្រភេទអី order និង customer នេះ one to many one customer many order អញ្ចឹងយើងអាច right click លើខ្សែ relationship right click លើវាយើងរើសយកវាថា edit relationship ណាបាទយើងឃើញមាន option ខាងក្រោមនេះឃើញវាអត់ tick ទេ cascade delete related record មានថាម៉េចកាលណាយើងលុប record នៅក្នុង table ខាង one record ដែលពាក់ព័ន្ធក្នុង table ខាងនេះក៏លុបតាមដែរមានថាកាលណាយើងលុប customer ណាម្នាក់ការបញ្ជាទិញទាំងឡាយដែលបញ្ជាទិញដោយ customer ហ្នឹងក៏ទៅតាមដែរប៉ុន្តែមិនគ្រូលុបវាហើយតែមិនវាអត់ឲ្យដោយសារអត់បាន tick កន្លែង cascade delete related record ចឹងកាលណាយើង tick ទៅលើកន្លែង cascade delete related record យើងលុប record ទាំងឡាយនៅក្នុង table customer record ដែលពាក់ព័ន្ធនៅក្នុង table order ក៏ទៅតាមដែរតោះនេះបាទក្នុងម៉ាស៊ីនយើងឃើញលុបបានទេស្អាតដោយសារគេបាន tick អាកន្លែងហ្នឹងណាដោយសារគេបាន tick កន្លែងហ្នឹងណាចឹងកំណត់សម្គាល់កន្លែងហ្នឹងមួយណានៅពេលយើង delete ជួនកាលវាអត់ឲ្យ delete យើងពិនិត្យទៅមើលវាមាន relationship អត់វាមាន relationship ជាមួយនឹង table ផ្សេងអត់បើមានយើងទៅ edit relationship ហ្នឹងដល់យើង tick កន្លែង cascade delete related record បាទណាចឹងខ្ញុំ tick លើវាហើយខ្ញុំអូខេមកខ្ញុំបិទ relationship បាទខ្ញុំសាកទៅ run delete query នឹងម្ដងទៀតមើលចុចទៅលើ design ហើយសារ run មកទៀត you are about to delete 9 row មានថាមានអតិថិជន9នាក់ដែល country របស់គាត់គឺ Germany ហើយក្នុង9នាក់ហ្នឹងវាអាចមានទាំង9នាក់ដែលម្នាក់បានទៅ order តំណែងអញ្ចឹង record មួយហ្នឹងគឺពាក់ព័ន្ធមួយ record ជាច្រើនក្នុង table order អញ្ចឹងកាលណាយើងលុបអតិថិជនទាំង9ហ្នឹងចោលអាការបញ្ជាទិញទាំងឡាយដែលបញ្ជាទិញដោយអតិថិជនទាំង9នាក់ហ្នឹងយ៉ាងម៉េចក៏ទៅដែរណាអញ្ចឹងខ្ញុំចុចទៅលើ yes មកមានចេញ message ទី2មកដូចមកទៀតទេអត់ទេមានន័យថា9 record ក្នុង table customer ត្រូវបានលុបហើយមិនដឹងថាប្រមាណ record ទេនៅក្នុង table order ក៏លុបតាមដែរតែដឹងថាច្រើនជាង9ហើយពីព្រោះ customer ម្នាក់គាត់ order ច្រើនចុះ customer 9នាក់ណាបាទអូខេនៅមាន option មួយទៀតដែលបង្ការឲ្យ delete query អត់ដើរណានៅមានបញ្ហាមួយទៀតដែល block មិនឲ្យ action query ឬក៏ delete query នឹងវាដំណើរការបានវា execute បាន option មួយនោះគឺពាក់ព័ន្ធជាមួយនឹង Microsoft Access ណាទៅផងមួយ Microsoft Access 2007វាមានលក្ខណៈ security ជាង Microsoft Access 2003ពិសេសគឺពាក់ព័ន្ធជាមួយនឹងការលុបណានៅក្នុងនោះគឺ Microsoft Access វាអាច block មិនឲ្យ action query ហ្នឹងវាដំណើរការបានមិនឲ្យ action query ហ្នឹងវា execute បានអញ្ចឹងរាល់ action query ទាំងណាដែលយើងបានបង្កើតពេលយើងរានវាទៅ Access វា block អត់ឲ្យដើរហើយវាដូចជា code ដែលយើងសរសេរនៅក្នុង C program យើងសរសេរ code ហើយយើងរាន code ហ្នឹងទៅវាអត់រានឲ្យយើងទេតោះណាអញ្ចឹងយើងត្រូវកំណត់បង្ហាញប្រាប់ Microsoft Access កុំឲ្យ block នៅ action query របស់យើងតោះណាយើងត្រូវកំណត់បង្ហាញឬក៏បញ្ជាក់ប្រាប់ Microsoft Access កុំឲ្យ block នៅ code ឬក៏ block នៅ action query របស់យើងអញ្ចឹងដើម្បីបង្ហាញកុំឲ្យ block គឺយើងត្រូវបង្ហាញប្រាប់ Access ថាណែទីតាំងមួយនេះទីតាំង folder មួយនេះដែលខ្ញុំផ្ទុក database ហ្នឹងណាសូមឲ្យ Access កុំ block ណាសូម wall ណាសូមឲ្យ Microsoft Access ឯងកុំ block រាល់ពេលដែលខ្ញុំបង្កើត action query នៅក្នុង database មួយហ្នឹងដែលថាក្នុងទីតាំងមួយហ្នឹងសូមឲ្យ Access ជួយ execute ឲ្យផងណាជួយយកទៅបនទៅណាបាទជួយយកទៅបនទៅអញ្ចឹងខ្ញុំចូលហើយណាបាទកន្លែងនេះយើងអាច note បន្ថែម
thì muối mà cọt của thang này nè và cọt dưới chơi từ lơ access dưới chơi từ lơ access option nữa mà nó mấy ban access option như thử chơi office bật tông nè chơi lơ office bật tông hay chơi access option mà dưới còn để đặt hãy nhà pruy thì tính ban này nè dưới cọt đặt access option nhà pruy hay ấy tiết nhà pruy từ phần ban này access option là hàng cào nè hàng cào ok đó là đấy và cọp tục phòng hay nó tên tục phòng access option check là access option 2 chưa rơi cho track center nhà pruy máu track center còn access option nhà pruy track center 2 click lên track center setting nè và track center 2 click lên track center setting và nó tên tốt nè click cam khu nắng xuống nè click hao nắng từ là nghĩa là nắng đang thằng khu click đi ấy tiền nè nó tên tốt phòng toàn đang đấy và track center setting click lên track center setting máu nông track center setting rồi cho trusted location và trusted mình thấy trusted đại chưa che mình đã ti tăng đại chưa che mình nên tha dương trong phần dốt đẹp Microsoft xe tha ti tăng mũi liệt mà xe ai cua tại tục chất tư cua tại chưa che tư vì admin banh hai tê vì sự hoạt tập hiệp là o tê chấm bon xe ấy màu lên ti tăng nâng màu nè và ok trusted location nằm trong trusted location ấy vì bóng hai nơi location rồi có path ở tầng lái đài access via trust nè lấy dương cho cầm nọt location bao dương ngồi dương thích là add new location nằm trong lại trusted location dương thích là add new location ok add new location hai nữa hai nước nông add new location cứ pass càng lớn đấy dương vi bản cho nơi ti tăng này folder đã database dương thật nơi rư môi co dương ai browse rốt mơ thà ta database dương tục được trong folder môi nào còn đấy browse rốt mơ database dương nè thà ta để xa tục được trong folder môi nào dương browse rốt mơ database và số tôi dương browse rốt mơ folder môi năng màu ôi thọ thằng database dương tục được desktop chơi dương browse rốt desktop màu rồi có database dương tục được trong xa folder nào môi năng tải đi chơi dương browse từ đó xa folder môi năng màu còn đấy chơi dương cho lớn browse ok chơi nhóm browse máu database bọc nhóm trong tục năng tải đi nhóm tục năng my folder nhé bạn hai trong my folder cứ trong tục năng sắp folder mỗi tiết một tháng my database nhóm 30 màu nè nhóm tận 30 màu hai nhóm cho lớn ok chấm mình tha raw database được lại đây là xa tục nó không sắp folder my database cứ tên giờ một cái action query tới access viên nó execute out access viên nó execute out lên block kia rồi tối đến lên block kia rồi ok mà bạn tên ok mà cứ dương ban pro mơ ti tăng này database với dương hái vì miễn option mỗi ở dương thích được còn mình cho bạch thích subfolder of this location are also trusted cả nãy dương thích lơ vía mình đây tha vì mình tục chất lơ tại subfolder mỗi năng thế subfolder thế thì nó không năng qua subfolder ấy mình hay dùng miền folder muối nông folder mình miền subfolder muối đó đấy nông subfolder thì anh miền subfolder và to tiền năng khai thác subfolder
ឥឡូវយើងនៅត្រឹមណាយើងនៅត្រឹម my database ទេយើងអាច access វា trust វាជឿជាក់ត្រឹម my database ទេបើសិននៅក្នុង my database វាមាន sub folder បន្តទៀតដែលមាន database នៅក្នុងហ្នឹងយើង click ទៅលើកន្លែង sub folder of the database are also trusted ហ្នឹងមានថាវាជឿទាំងអីវាជឿជាក់ទាំងអា sub folder នៅក្នុងហ្នឹងបន្តទៀតប៉ុន្តែកាលណាយើងអត់ tick កាលណាយើងអត់ tick មានថាម៉េចវាជឿត្រឹមអីគេវាជឿជាក់ត្រឹមតែ my database ទេមិនថា sub folder បន្តទៀតក្នុង my database ហ្នឹងមានប្រមាណទៀតទេវាអត់ជឿទេណាអញ្ចឹងវាជឿតែ database ទាំងឡាយដែលយើងបានរក្សាទុកនៅក្នុង my database ណាក្នុង my ក្នុង folder my database អញ្ចឹងឡើយហ្នឹងយើងអាចគួរ tick យកវាទៅដើម្បីឲ្យវាtrust ទាំង sub folder នៅក្នុងហ្នឹង 3-4 តង់អីទៀតណា click OK ណាបាទយើងរើសទីតាំងនៃ database ហើយ click OK មកនេះគឺ add ចូលទេនេះគឺ add ចូលទេនេះណាបាទអញ្ចឹងទីតាំងហ្នឹងរាល់ database ទាំងឡាយដែលយើងបានបង្កើតហ្នឹងយើងអាច save ក្នុងទីតាំងមួយហ្នឹងទៅ database នេះយើងអាចអនុវត្តទៅលើ Excel query ទៅ access វានឹង execute ឲ្យណា execute ឲ្យហើយយើងចង់ add new location ឲ្យថ្មីទៀតយើងអាច add new មកឬក៏ location ខ្លះយើងលែងប្រើយើងអាច remove វាចេញវិញណា modify ហ្នឹងមានថាយើង select ទៅលើវាដើម្បី modify វាបន្ថែម modify នេះយើងគ្រាន់តែបានយើងចង់ដូរទីតាំងផ្សេងឬក៏យើងចង់ដោះ sub folder ឬក៏យើងចង់ combine description នៃវាប៉ុណ្ណឹងទេណាបាទយើងកែវាយើងចង់កែវាតែប៉ុណ្ណឹងបាទ add ហើយអូខេមកតង់មកអូខេមកតង់ទៀតមកបាទឲ្យទៅឃើញអូខេចុចឲ្យអស់អូខេហ្នឹងទៅណាបាទអត់តន់ចប់ទេត្រូវបិទ Microsoft Session ដើម្បីឲ្យវា save ដើម្បីឲ្យអ្វីដែលយើងកំណត់មិនហ្នឹងវាចូលជាធរមានបាទណាអញ្ចឹងទាមទារឲ្យយើងត្រូវការ save query របស់យើងទុកមួយសិនបាទ QRY បាទ customer បាទ from Germany ទៅទៅ delete ប្រហែលថា delete customer ចឹងមកណាបាទ delete customer បាទហើយយើងបិទពេញទៅយើងត្រូវបិទ Microsoft Set ទាំងមូលណាបិទ Microsoft Set ទាំងមូលហើយយើងទៅបើកម្ដងទៀតទៅណាព្យាបាលម្ដងទៀតហើយយើងអនុវត្តទៅលើ Excel query ណាមួយរបស់យើងទៅវានៅ execute ឲ្យយើងហើយណាវា execute ឲ្យយើងហើយអញ្ចឹងសរុបទៅគឺការអនុវត្តទៅលើ Excel query វាអាចមានបញ្ហាធំពីរដែលយើងអាចចូលទៅដើម្បីកែកនទី1គឺយើងពិនិត្យមើលទៅលើ relationship ណាពាក់ព័ន្ធមួយ delete query គឺយើងពិនិត្យមើលទៅលើ relationship តើយើងបាន tick ទៅលើ option ទី3នេះក៏អត់ទី2យើងមើលទៅលើ trust location តើយើងបានកំណត់ trust location trusted location ហើយនៅណាបាទអូខេនៅក្នុងឯកសារគឺគ្រូបានបញ្ជាក់បន្ថែមអំពីការកំណត់ទៅលើ trusted location ឬក៏ពាក់ព័ន្ធជាមួយនឹង relationship នៅទីនេះទេណាតែ relationship គឺយើងបាននិយាយគ្នារួចមកហើយ option ទាំង3នេះគឺការយើងសិក្សាមេរៀនទី2និយាយពី table ណាពាក់ព័ន្ធមួយការ edit relationship បើ query ដែលយើងបាន save មិញហ្នឹងយើងនេះចូលទៅរកមកណាក្នុង table សំដៅក្នុង query ចុច reline query ហ្នឹងមកមួយទៀតប្រភេទ query ផ្សេងគ្នាវាមាន icon ផ្សេងគ្នាដូចជាមើលរាគេណាដូចជា select query នេះ select query នេះគឺ icon វារូបដូច table 2ជាប់គ្នាអញ្ចឹងតែ delete query នេះ delete query វាមាន icon បែបនេះវិញណា icon បែបនេះវិញណាបាទបើចុច delete query វាដាក់នៅខាងលើវារូបសញ្ញាខ្វែងមួយហើយមានរូបដូចទូលវីសមួយហ្នឹងណាអាហ្នឹងគេហៅ delete query ហើយយើងចង់ឲ្យវាដំណើរការយើង double click លើវាទៅវាទៅលុបណាវាទៅលុបឲ្យយើងហើយណា double click លើវាទៅ You are about to run delete query that will modify data in your table មានថាក្រោយពេលយើង design query យើងហើយ delete query យើងហើយយើងបិទ query យើងទៅ open វាម្ដងទៀតវាចេញ message ហ្នឹងមកគាត់បញ្ជាក់ថា
អ្នកនឹងលុប record មួយចំនួននៅក្នុង table គឺគាត់ប្រាប់យើងទេណាចុចលើ yes ទៅវាចេញអា message មួយទៀតថា you are about to delete 0 row ហើយបាន0 row ព្រោះមុនហ្នឹងគ្រូបាន delete ហើយភាសាហើយគ្រូរានវាភាសានោះអញ្ចឹងដល់ពេល delete ម្ដងទៀតវាអត់មាន record ណាដែលត្រូវ delete record ដែលត្រូវលក្ខខណ្ឌយើងគឺ customer Germany មិនហ្នឹងគឺយើងលុបអស់ហើយ9 record មិនហ្នឹងណាអញ្ចឹងវាថា0 row ត្រូវបានលុបណាអញ្ចឹង yes មកគឺវាអត់មានអីទេណាវាលុប0 record ចេញតែបើមានវាទៅលុបមានបាន record វាលុបប៉ុណ្ណឹង record មកណាអូខេក្នុងឯកសារគឺគ្រូបាននិយាយវាណា delete query យើងចាប់ដល់អនុវត្តវាយ៉ាងម៉េចណាហើយអនុវត្តទៅលើ delete query យើងដល់យើងស្រង់ទៅនៅចេញពី table លើកពី1បានtable មួយយើងចង់លុបហើយ table មួយយើងត្រូវធ្វើការកំណត់លក្ខខណ្ឌនៃជាដើមនោះយើងអាចកំណត់បែបហ្នឹងបានដូចជាក្នុងករណីនេះគឺគ្រូចង់លុបក្នុង table order នេះប៉ុន្តែលក្ខខណ្ឌដែលគ្រូចង់កំណត់គឺនៅក្នុង table customer អញ្ចឹងគ្រូត្រូវ add អី add table 2ចូលពីព្រោះtable ទាំងពីរមានលេខស៊ីតមួយគ្នាស្រាប់ណាអញ្ចឹងខ្ញុំគ្រូ add table ទាំងពីរចូលគ្រូចង់លុបពី table order គ្រូយក delete កន្លែង order គ្រូទាញផ្កាយមកណាទាញផ្កាយមកមានថា delete ចេញពីនេះ from អីគេ from table order នៅការបញ្ជាទិញទាំងឡាយដែលបញ្ជាទិញដោយ customer ដែលមាន ID អីគេ ID ស្មើDRACD នេះណាអញ្ចឹងអា customer ID នេះគ្រូទាញចេញពី table customer មកដើម្បីដាក់លក្ខខណ្ឌរីឯផ្កាយនេះគឺគ្រូទាញចេញពី table order ដើម្បីបញ្ជាក់ថាយើងចង់លុបពី table order ណាបាទបានយើងមានលំហាត់ដែលអនុវត្តពាក់ព័ន្ធ delete query តែចាំចុងមកណាចុងមកយើងអនុវត្តពីវាប្រភេទ query ទី2ដែលយើងត្រូវស្វែងយល់គឺ update query អ្វីទៅជា update query មានថាជាប្រភេទ query មួយដែលធ្វើការកែសម្រួលទិន្នន័យនៅលើ table កែសម្រួលទិន្នន័យធម្មតាបើសិនជាយើងចង់ធ្វើការកែសម្រួលទិន្នន័យនៅលើ table យើងអាចគ្រាន់តែបើក table ហ្នឹងមកមិនចឹងទេឧទាហរណ៍ថាយើងមាន table product ណាយើងមាន table product បើយើងចង់កែទិន្នន័យលើ table product យើងគ្រាន់តែ select លើ record ហ្នឹងមកយើងកែមកយើងបាញ់លើ keyboard ដើម្បីកែឈ្មោះ product កែ supplier ឬក៏កែ category ឬក៏ផលិតផលខ្លះតម្លៃយើងចង់កែតម្លៃផលិតផលមួយចំនួនណាបាទយើងកែមកចុះបើសិនជាមានផលិតផល100មុខដែលត្រូវកែតម្លៃអញ្ចឹងយើងត្រូវអង្គុយកែម្ដងមួយហ៎ទៅតាមលក្ខខណ្ឌដែលយើងចង់បានណាអត់ទេឧទាហរណ៍ខ្ញុំចង់ធ្វើការ update នៅតម្លៃផលិតផលទាំងឡាយតាមណាផលិតផលទាំងឡាយដែលនៅសល់ក្នុង stock ត្រឹម20ចុះតោះនេះផលិតផលទាំងឡាយដែលនៅសល់ក្នុង stock ត្រឹម20ផលិតផលចុះខ្ញុំ update unit price របស់ផលិតផលហ្នឹងដោយបូកបន្ថែម 20% តោះនេះសម្រាប់ផលិតផលទាំងឡាយដែលនៅសល់ក្នុង stock ចាប់ពី20ចុះចំនួន20ចុះខ្ញុំនឹងធ្វើការ update unit price ដោយបូកបន្ថែម 20% ចឹងផលិតផលហ្នឹងឡើងថ្លៃឧទាហរណ៍ថាក្រុមហ៊ុនហ្នឹងគឺគេគិតថាផលិតផលហ្នឹងឆាប់អស់ពី stock មានថាផលិតផលហ្នឹងលក់ដាក់જાયមើលទៅអញ្ចឹងគេចង់តម្លើងតម្លៃផលិតផលហ្នឹងមើលណាបាទគេចង់តម្លើងតម្លៃផលិតផលណាហើយគេកំណត់ថាតើផលិតផលហ្នឹងនៅសល់ក្នុង stock ចាប់ពី20ចុះបានតម្លើងតម្លៃណាបានតម្លើងតម្លៃអញ្ចឹងយើងត្រូវធ្វើម៉េចកន្លែងហ្នឹងយើងនឹងមិនបើក table product ហ្នឹងទៅធ្វើការ update តម្លៃទៅតាមចំនួន stock ម្ដង record នោះទេណាអញ្ចឹងយើងនឹងអនុវត្តទៅលើប្រភេទ query មួយដែលយើងឲ្យឈ្មោះថា update query បាទអញ្ចឹងជាដំបូងគឺខ្ញុំត្រូវបង្កើត select query ធម្មតាសិនបាទដើម្បីបង្កើត select query យើងអាចចុចទៅលើ create ហើយបន្តមកទៀតកន្លែង order ណា create កន្លែង order យើងយកអី query design មែនទេបាទ query design មកគ្រូ add table អីចូលយើងឲ្យចង់ update នៅក្នុង table អីគេមិញ product អញ្ចឹងគ្រូ add table product ចូលមក add វាមួយចូលមកអូខេនេះគឺជា select query ទេអត់តន់ចូល delete query ទេឧបមាថានៅក្នុងtable product គ្រូមាន product ID product name unit price unit in stock មកណាបាទ unit price unit stock មកគូសារ៉ានមើលបាទនេះគឺជា action query មួយផលិតផលទាំងអស់នៅទីនេះគឺ77មុខ
hai đại miền nằm lại vì màu trắng hai đại miền unit in stock khó khăn nè trắng của trong update đó phải thao thằng lai đại nó sao trong stock chập dùng phải chốt unit price từ bộ thay mà phải về rồi bạn unit price từ bộ thay phải về rồi ba phần trăm chưa kết ở các show rồi bay rộng về tập thao rồi bay rộng tập thao nó cà phê để dùng bộ tập thay mà phải về rồi nhưng đâu mà một ba tập thao nó từ đấy mà rồi là trai với bộ thay phải về rồi tập thao này mà từ đấy mà rồi phải rất là tươi bài trả bài đào chớ mình hai unit price mấy của mà dù khi mình hai unit price mấy smile thế unit price chắc bông hai mà bông hai mà đồng lại mà phải đi rồi đồng lại đồng đấy mà phải đi rồi đồng phải rồi bài bên phải nói như vậy các bạn unit price con unit price con mà con trên phải đứa con unit price con là một phải trai rồi anh chẳng đấy một phải trai rồi sao mà tôi trên phải rồi và chất của asma ta unit price bốn nên unit price con nên con chơi một hay chơi phí không chiếm chơi phí không chiếm này chơi một phí là một phí với một phí đấy và phí tôi chơi một phí mà đọc một phí đấy và chơi phí đôi như thế này và đầu tiên unit price chỉ cần ta ba này nơi sau đấy còn đấy tiên unit price chỉ cần ta mỗi bộ zone chơi phí mà ấy mỗi chơi phí chấm tập hợp của xe còn mang cái thế của xe unit price con là mua chơi phí ba này to này ok đó toán ngắt mình đây là toán chẳng toán từ một tiền ok trên đường dưới thay từ design dưới đám bấy ăn ở water update query ở đó dương vô cho lên select query chắc cả lạnh query than nè lạnh query than với những đôi tới chia update query đó đấy bây giờ cho lên update query liền vì năng lúc ở rô pi chào ở rô số rô sót hay năng rô số và rô sót hay năng rô số đó và men Leo mà rô số đấy đấy và rô pi nó về lẽ hay về bà hai update thu phía ta update thu mới là mấy update tất cả này kì dù cho update tất cả này kì chỉ định price mà này mà update tất cả unit price update thu mới là update tất cả unit price giờ mấy unit price bao nhiêu smile mình smile lúc muốn bao nhiêu mấy unit price con năng mãn mấy mua cho pì mê tha unit price mấy smile là unit price chá con năng mua cho pì mê tha unit price mấy smile năng ở unit price chá buộc thang một hay phía rồi toàn đấy buộc thang phía rồiแต่ประเด็นที่คุณเซฟคนนั้นเป็นที่คุณรันเตอร์วิดีโอยูนิตไพร์ต่างอ๋อบุกแทนมาไปเลยวิดีโอยูนิตไพร์ต่างอ๋อบุกแทนไปเลยยังtrong ban này kìยังtrong ban tại tụi mình trong ban tại update từ lừa tập price để bao tụi mình nát đại nó sau đang stock cho mấy thầm mà pay cho chẳngยังthực đại lạc han từ lừa unit stock này nè bà chẳng là unit stock chưaเคย cài จากเรียบเวียนเนี่ยก็มาแลกหันเนาะทำมาพายจ้อยพอสงายตัวเชียงสมาร์สมาร์มาพายมาทำมาพายจ้อยจังตัวเชียงด้วยสมาร์มาพายบอยูนิตไพร์คนหนึ่งโซนจอยปีอันนั้นยังรบยังรบตำไรตำนี้มาพายพี่รอยแต่dương đó lại tụi mình một phay rồi cả dưới trong ban đồng lại tụi mình coi pé và thay một phay rồi đấy nên rồi sẽ dùng món này của ban thì sẽ ơi mình đó đấy thời con đồng mua cho pi bà con đồng số cho pi dân khoan họ cho tầm lại tụi mình một phay rồi cả họ toàn họ tầm lại coi pé bộ một phay rồi nè
ឬក៏យើងចង់សេឲ្យវែងសម្រាប់បាច់ខ្លីបាច់ទាញកតាដូចគ្រូមិញក៏បានដែរគាត់ថាវាវែងបន្តិចណាអូខេអញ្ចឹងខ្ញុំនឹងធ្វើការ update ទៅលើ unit price របស់ផលិតផលទាំងឡាយដោយ update បូកបន្ថែម 20% សម្រាប់ផលិតផលទាំងឡាយដែលនៅសល់ក្នុង stock យ៉ាងម៉េចតិចជាស្មើ 20អាពេលនេះយើងត្រូវការនេះអា product ID product name នេះដែលមានត្រូវការអីមែនទេយើងមានត្រូវការយកមកដាក់លក្ខខណ្ឌអីណាចឹងបើអត់ត្រូវការទេយើងអាចលុបវាចោលក៏បានដែរនេះអា product ID ហើយនិង product name នេះអញ្ចឹងយើងទុកតែ unit price និង unit stock ព្រោះសម្គាល់ណានៅក្នុង update query ឬក៏ delete query យើងទាញ field នឹងមកក្នុងករណីដែល field នេះយើងត្រូវការយកមកលុបឬក៏កំណត់លក្ខខណ្ឌនៃផ្សេងនៅក្នុង update query យើងទាញ field នឹងមកក្នុងករណីដែលយើងត្រូវការយក field នឹងយកមកដាក់លក្ខខណ្ឌឬក៏យក field នឹងយកមកធ្វើការ update ខែពេលហ្នឹងយើងអត់ចាំបាច់ឲ្យត្រូវទាញមកទេពីព្រោះ update query ពេលយើង run វាទៅវាអត់មានបង្ហាញលទ្ធផលដោយ select query ទេវាទៅ update យកតែម្ដងតោះនេះបាទអូខេចុះខ្ញុំកំណត់ប៉ុណ្្នឹងហើយខ្ញុំសារ run វាមើលប៉ុន្តែខ្ញុំ run ខ្ញុំចង់ view វាមើលសិនមកចុចលើ view data set view បាទនេះគឺជាតម្លៃលទ្ធផលដែលក្រោយពេល update ហើយប៉ុន្តែវាទៅ update នៅវាគ្រាន់តែ view នៅតម្លៃលទ្ធផលដែលនឹងឬក៏ដែលនឹងត្រូវ update ចឹងខ្ញុំទៅ view design view មកខ្ញុំ run វាមកណាបាទគេ run មក you are about to update 29 row មានថាម៉េចមានថាអ្នកនឹងធ្វើការ update 29 row នៅក្នុង table product ចឹងខ្ញុំចុចលើ yes វាមកវា update ហើយវាទៅបានទៅ update ហើយណាបាទអញ្ចឹងយើង run វាម្ដងវា update 20% ចុះពេលយើង run វាម្ដងទៀតយ៉ាងម៉េចវាទៅ update 20% ទៀតយើង run វា5ដងវា update 20% ម្ដង 5 ដងអញ្ចឹងតម្លៃផលយើងកើន 20% រហូតណាបាទអញ្ចឹងប្រយ័ត្នប្រយែងនៅពេលយើង update ណាចង់ delete នេះ select លើខាងលើហ្នឹងនេះយើងយកមកយកដាក់នៅខាងលើនេះកន្លែងខាងលើ column ហ្នឹងឲ្យវាចេញសញ្ញាព្រួយពណ៌ខ្មៅឲ្យចេញសញ្ញាព្រួយពណ៌ខ្មៅ click លើវាមកវា select ដិតខ្មៅហ្នឹងយើងចុច key delete លើ keyboard មកណា key delete លើ keyboard មកទៅហើយអូខេហើយយើងចុចយើងអាច save query របស់យើងមក QRY update product price ចឹងមកណា update product price ចឹងមកបាទ QRY update product price ហើយយើងអូខេមកដើម្បី save query របស់យើងណាបាទហើយយើងអាចបិទ query យើងចោលទៅពីព្រោះអីលក្ខខណ្ឌនេះphảiដាក់ខុសហើយអញ្ចឹងវាទៅរក record តែupdate អត់មានហ៎លេអូខេគ្រូចង់បញ្ជាក់តិចណាកន្លែងលក្ខខណ្ឌនេះគឺគ្រូអត់បាននិយាយក៏ឧទាហរណ៍ពីលក្ខខណ្ឌឡើងវិញច្រើនដងទេព្រោះលក្ខខណ្ឌនេះយើងបានស្វែងយល់ការក្នុង select query អស់ហើយតោះនេះក្នុង select query អាចប្រើសញ្ញាស្មើតូចជាងធំជាង is ស្មើ is ស្មើ is null is not null like in not in between and ហ្នឹងឆ្នោត and ឆ្នោត or ហ្នឹងយើងអាចយកលក្ខខណ្ឌអស់មកប្រើក្នុង action query របស់យើងបានណាអញ្ចឹងនៅក្នុងនេះគឺ action query គ្រូអត់បានឧទាហរណ៍ពីលក្ខខណ្ឌnàyបានច្រើនទេណាយើងត្រូវយកអ្វីដែលយើងបានស្វែងយល់នៅក្នុង select query ហ្នឹងយកមកប្រើនៅទីនេះបានណាអូខេបន្ទាប់ពី update query គឺបាទយើងក៏មានជាឧទាហរណ៍ឬក៏លំហាត់ដែលពាក់ព័ន្ធនឹង update query បាទដែលយើងអាចធ្វើនៅចុងម៉ោង append query បង្កើត append query តោះស្ដាប់ណាយើងមានប្រភេទ action query ទី3 append query សម្រាប់ចម្លងទិន្នន័យពី table 1ទៅកាន់ table 1មានន័យថាអញ្ចឹងមានន័យថាយើងមាន table 2
bọt á thì bọt một tiết chứ bọt bề đấy nhưng trong đó rồi không mà chúng nó lại mua để khi để quay mà phí thì bọt á tất cả thì bọt bề đấy hôm nay trong lo nơi cái kho tí 7 phí thì bọt á đặt cho tất cả thì bọt bề đấy trên nó thì bọt bề như là bàn hai cao là bàn phí bàn kho tiền thì kho tiền chứ là chúng ta phần chúng ta đặt thân cười đặt thân cười bên anh chơi chậm lóng tên là mấy mà chậm luôn phí thì bọt mỗi tất cả thì bọt một tiền còn đấy đặt thân cười trong những đầu tiên thì bọt phí đại miền phía lực nía đấy chúa cho lực nía đấy hai chú đấy hoặc là đấy cả hai cuối tiền cái này những con từng đấy vì chú đấy chúa cho mỗi tất cả chúa cho mỗi từ chúa cho để mỗi trời thế thời biết ta là hai lực nía thời biết ta là hai lực nía ôi thôi là chúa cho thì mỗi bọn thì bọn ấy chiến nam bớ chúa cho thì mỗi bọn thì bọn bí chỉ nằm bờ đài chúa cho TP rồi bọn thì bọn A chỉ thách chúa cho TP để rồi bọn thì bọn B bọn chỉ thách đài ở ai đấy chúa cho thì bọn A chỉ thách xem và chúa cho thì bọn B chỉ nằm ở số tha số bọn tờ lê ca để làm ca để nè chứ chúa cho nó thì bọn là mỗi đại liên kia đó thời tận miền đặt thật hàng được kiaตอนนี้เราจะเป็นดัชนีดูเนี่ยให้รีพอร์ตระบาดอับกันบอลต่อนะจุ่มล้อบอลต่อดักเติมน้ำที่บอลบีถ้าจะสร้างเรารีพอร์ตจังระบบที่บอลบีนะที่บอลบีโอเคผู้ที่ฮอตท่านักน้องดาวน์ไปบอกครูเมียนในเทเบิลมาครูไอ้ประกาศในเทเบิลไม่มือเทียดเจนปีเทเบิลลอยยีนะราเขียนvà cử miễn table employee của trong các table mới đại copy trên table employee và vài right click lên employee cử để cho biệt hà copy hai của ai partner cái này na các bạn đấy na của right click của rồi cho hạ máu hãy trên table employee nó của trong pha về dashboard tha start na start ok máu nơi trong table start từ vì miền tình này thọ đại dự bàn ở chấm lo trên việc bồi bồi gì mình cho nhân thời gian lục bị kho thọ chào nè lục kho chào ok ra hiện khi mình thấy bỏ pia rồi nè employee nè staff đại miền làm được kia mua phía được kia là thật hại được kia trong chấm lo tình này bị thì bỏ employee đã cho thời gian này cái thì bỏ staff to đấy và tác khi mà trong chấm long cho ta thế khi trong chấm long cho ta mà chấm nuôn thế nè trong chấm long cho ta mà chấm nuôn thế ok chấm khi mà ai bật thì bỏ thằng phí nè và nhập xe thì bỏ start ok đồng bộ của khi trong tới bằng cao select query thòng ra sân nè và những ai chơi từ lượt create và to mà thiết cứ query design và cái này source table nó trong add nơi table source table vì source table đấy mình đặt table down table đại dương trời ca chấm lo tên là này tranh tạo table mũi tiền cứ table như thế employee ngay nhập table employee mới cho ok nếu không table employee trong tiền như thế nào trong tiền được chia employee ID last name first name hai nâng hai date và trong ban tập buồn thì nên trong ban tập buồn thì nè rồi coi trong time
country មួយទៀតចុះខ្ញុំថែម country មួយទៀតចុះបាទទាំងអស់5អូខេឥឡូវវានៅជា select query ធម្មតាទៀតណាខ្ញុំសាររ៉ាននេះមើលបាទអញ្ចឹងក្នុង select query របស់ខ្ញុំគឺខ្ញុំមានទាំងអស់5 column ណា5 column អូខេខ្ញុំចង់បង្កើតឬក៏ខ្ញុំចង់បោះទិន្នន័យពី table employee ទៅកាន់ table staff នៅ employee ណាដែលមាន country USA តោះនេះខ្ញុំចង់បោះ record ពី table employee ទៅកាន់ table staff នៅ employee ទាំងឡាយណាដែល country របស់គាត់គឺ UK ណាអញ្ចឹងខ្ញុំទៅ design view វិញខ្ញុំដូរពី select query មើលណាខ្ញុំដូរពី select query ទៅកាន់ append query ណាខ្ញុំដូរពី select query ទៅកាន់ append query បាទខ្ញុំចុចលើ append query ពេលដែលខ្ញុំចុចទៅលើ append query ភ្លាមមានថា append to មានថាចម្លងទៅណាដាក់ឈ្មោះ table លើមកយើងចង់ចម្លងទៅណាមិញ staff ណាចឹងយើងរើសយក table នេះគេ staff មកដោយសារគ្រូទឹមតែបង្កើត staff ចេញពី employee មិញហ្នឹងឯងក៏បានដែរនៅក្នុង customer ក៏មាន first name last name ដែរតាមមិនចឹងទេចេះអាចធ្វើចេះក៏បានដែរអាចបាទមិញគីឡូយើងមកអត់តន់គ្រូឯងមិនដឹងទេណាគ្រូគ្រាន់តែ right click លើ employee right click លើ employee ហើយរើសយក copy គោលបំណងគ្រូចង់ copy table ដូច copy file អញ្ចឹងណា right click លើ employee រើសយក copy ហើយយើង right click លើខាងក្រៅហើយកន្លែងណាក៏បានដែរមើលគ្រូណា right click កន្លែងណាក៏បានដែរយើងរើសយក path ទៅវាឲ្យយើងដាក់ឈ្មោះ table ថ្មីហើយណាយើងគ្រាន់តែ copy table employee ហ្នឹងទៅជា table មួយទៀតណាហើយដាក់ឈ្មោះ staff មកអូខេមើលរកឃានខ្ញុំចង់ append ទៅកាន់ table staff វាមាន option 2យើងជឿរើមើលណាមើលសិនឯងក៏តើណាធ្វើអីណាស្ដាប់មើលគ្រូសិនហ្នឹងកាលណាយើងយក current database មានថាចម្លងទៅកាន់ table staff នៅក្នុង current មានថា database ដែលយើងកំពុងតែបើកតែបើសិនយើងយក another database នេះතමයිយើងអាចចម្លងទៅកាន់ table នៅក្នុង database ផ្សេងបានណាយើងចម្លងទៅកាន់ table នៅ database ផ្សេងបានដោយយើងគ្រាន់តែ browse រកមើល database យើងនៅណា database មួយនៅកន្លែងណាតែប៉ុណ្្នឹងមកបានហើយណាបាទតែឥឡូវខ្ញុំអត់ត្រូវការទេខ្ញុំគ្រាន់តែបោះទៅកាន់ table staff នៅក្នុង database ដែលខ្ញុំកំពុងតែបើកជើងខ្ញុំចុចទៅលើ OK មកចម្លងទៅនៅទេយើងគ្រាន់តែកំណត់ឈ្មោះ table ដែលយើងចង់បោះទិន្នន័យទៅណាបាទពេលហ្នឹងនៅខាងក្រោមចេញដល់ម៉េចគេដាក់ថា append to មើលក្រាស់គេណាមានន័យថា employee ID របស់ table employee នឹងបោះទិន្នន័យទៅកាន់នេះគេ employee ID របស់ staff last name របស់ employee នឹងបោះទៅកាន់នេះគេ last name របស់ staff first name របស់ employee នឹងបោះទៅកាន់នេះគេ first name របស់ staff ដោយសារ table staff ហ្នឹងគឺខ្ញុំបាន copy ចេញពី table employee អញ្ចឹងឈ្មោះ field វាដូចគ្នាអញ្ចឹងនៅពេលយើងអនុវត្តលើ append query យើងរៀប table staff វានឹងពុះកមកយើងស្វែងប្រវត្តិតែម្ដង ID ដាក់ចូល ID មួយគ្នា last name ចូល last name មួយគ្នា first name ចូល first name មួយគ្នា ហើយ date country ចូល country មួយគ្នាបាទណាខ្ញុំកំណត់ប៉ុណ្្នឹងហើយបើសិនខ្ញុំចុច run ណាបើសិនចុច run យ៉ាងម៉េចវាទៅបោះទិន្នន័យទាំងអស់ពី table employee បោះចូលទៅកាន់នេះគេបោះចូលទៅកាន់ table staff ប៉ុន្តែយើងចង់បាននេះគេហ្មងចង់បោះតែ employee ណាដែល country របស់គាត់គឺ USA អញ្ចឹងយើងកំណត់លក្ខខណ្ឌនៅក្នុងកន្លែង country នេះដាក់យ៉ាងម៉េចគឺជ្រាវយើងដាក់យ៉ាងម៉េចស្មើ USA ណាស្មើ USA បាទប៉ុណ្្នឹងមកបាទប៉ុណ្្នឹងមកមុននឹង run នឹងសារ view វាមើលសិនមើលបាទអញ្ចឹងលើ view database view data sheet view នេះជាទិន្នន័យដែលនឹងត្រូវចម្លងទៅណា
chia từ này đây trong đó các table start table start bạn chớ như từ dụ design dụ mình máu hay ra ra mình đấy mà chơi đặt con máu you are about to open file row nên là mấy nét nâng bỏ trong đó pram row từ cái này kì từ cái table kì table start table start chớ như còn chơi từ yes máu về trong đó từ này nó bỏ từ cái table start đòi xa rồi hai chia nó không thể bỏ staff bao dưỡng cứ để phòng một employee ID nè nè để phòng một employee ID nó đòi xa về chia auto number nên về chia auto number dưỡng nó không thể bỏ staff á nó thì boss staff là employee ID như anh đồពី auto number មកជា number ធម្មតាព្រោះធម្មតា employee ID ដែលយើងយកវាជា auto number យើងចាំបាច់បោះតម្លៃទៅហ៎អត់ចាំបាច់បោះតម្លៃទៅទេតម្លៃវា load ដោយ auto load ដោយស្វ័យប្រវត្តិអញ្ចឹងកាលណាយើងបោះតម្លៃទៅគឺវាអត់ឲ្យទេណាវាអត់ឲ្យទេណាឬក៏វាអាចអត់ឲ្យណាអញ្ចឹងក្នុងករណីហ្នឹងយើងអាចដូរពីក្នុង table start យើងអាចដូរពី auto number មក number មកឬមួយក៏នៅក្នុង query របស់យើងនេះយើងអត់ចាំបាច់ add employee ID ទេយើងអត់ចាំបាច់យក employee ID យើងលុប employee ID ចោលហើយព្រោះ employee ID ក្នុង table start វាលេងវា load auto មិនអញ្ចឹងហ៎អញ្ចឹងយើងគ្រាន់តែបញ្ចូលតែ last name first name មក employee ID វា load 1 2 3 4 5មកយើងនៅស្វ័យប្រវត្តិហើយណាវា load 1 2 3 4 5មកយើងនៅស្វ័យប្រវត្តិហើយអូខេអញ្ចឹងកន្លែងហ្នឹងយើងកំណត់ប៉ុណ្្នឹងមកហើយបាទអ៊ីសាបើក table staff មើលបាទយើងនៅឃើញក្នុង table staff គឺវាបោះទិន្នន័យមកណាបាទក្នុង query តោះនេះក្នុង query យើងកុំទាញយក employee ID លុប employee ID ចោលលុប employee ID ចោលយើងទុកតែ last name first name ហើយទេហើយខាងទៅ field ណាផ្សេងទៀតមកបានហើយលើកឡើងតែ employee ID នឹងចេញដល់ហើយអូខេដោយសារ employee ID ខ្ញុំគ្រូបាននិយាយមិនចឹងដោយសារ employee ID ហ្នឹងវាជា auto number ចឹងគណៈ auto number វាអត់ចាំបាច់ត្រូវបោះតម្លៃឲ្យវាទេពីព្រោះតម្លៃរបស់វា load ដោយស្វ័យប្រវត្តិណាវា load ដោយស្វ័យប្រវត្តិខ្លួនវាហើយណាអញ្ចឹងយើងបោះតែ field ផ្សេងទៀតក្រៅពី employee ID ដែលជា auto number ហ្នឹងអូខេខ្ញុំអាច save query ហ្នឹងណាខ្ញុំដាក់ឈ្មោះថា QRY open employee អញ្ចឹងមកណាបាទ open employee អញ្ចឹងមកបាទ query open employee អូខេមកបាទប៉ុណ្ណឹងប្រភេទ query ប្រភេទ action query មួយចុងក្រោយគេគឺបាទទៅបាទប្រភេទ query ចុងក្រោយគេគឺ make table query ណា make table query ឯកសាររបស់យើងអាចបើកមកទំព័រទី57ណាទំព័រទី57 make table query យ៉ាងម៉េច make table query គឺខុសពី action ខុសពី open query open query យើងមាន table 2គឺចម្លង record ពី table 1ទៅកាន់ table 1តែមាន table query យ៉ាងម៉េចយើងមាន table A មួយនេះឬក៏យើងមាន table B មួយនេះយើងចាប់បង្កើត table ថ្មីមួយចេញពី table B ហ្នឹងតោះនេះយើងចាប់បង្កើត table ថ្មីមួយចេញពី table B ដោយស្រង់យកតែ record មួយចំនួននេះគឺថាខ្ញុំស្រង់ចង់យក record ពី13 14
nè chứ nhưng mấy table query cao chỉ còn mấy table mấy muối đây nó table nó cứ như này trên copy đọc với copy đọc buồn nè nè nếu như cái table B trong một cái table C mình sẽ change về table B nữa đào xong cho tại vì record thế thì record thì đọc bay lên cho thì đọc buồn chạy rồi đấy thấy không table một cái cứ ca chạy vì nào ca chạy table B table C thì ca chạy table B đấy và copy up hơn với là như bên B table sẽ vậy khi con trong đó từng đây B nên trong đó copy table với từ ca table luôn đấy ok thì họ tha trong bên table product cho nèខ្ញុំចង់បង្កើត table ថ្មីមួយចេញពី table product ដែលក្នុង table ថ្មីហ្នឹងគឺទុកតែ product ទាំង ឡាយដែលមានតម្លៃចាប់ពី$150ឡើងសាប់ឯតន់ខ្ញុំចង់បង្កើត table ថ្មីមួយចេញពី table product ដោយនៅក្នុង table ថ្មីហ្នឹងទុកតែ product ទាំង ឡាយដែលមានតម្លៃចាប់ពី$150ឡើងអូខេចុចខ្ញុំបတ် table product ខ្ញុំអាចចុចទៅលើ create ហើយខ្ញុំរើសយក query design តែខ្ញុំអាចបង្កើត select query ធម្មតាសិនចេញពី table ណា product អញ្ចឹងទៅ add អីគេ add table product មួយចូលភ្លាមអូខេបន្តមកទៀតនៅក្នុង table ថ្មីនេះខ្ញុំចង់បានប្រមាណ field ខ្ញុំចង់បានប្រមាណជួរឈររបស់ table product ខ្ញុំទាញមកឧទាហរណ៍ចង់បាន product ID ខ្ញុំចង់បាន product name ខ្ញុំចង់បាន unit price ខ្ញុំចង់បាន discontinue ទីហោណាខ្ញុំចង់បានតែ4 field ទេបាទណាបាទនេះគឺយើងនៅក្នុង select query ទេណាអញ្ចឹងបាទខ្ញុំអាចសាក run នេះមើលនេះជា select query អញ្ចឹងខ្ញុំនឹងបង្កើតនៅ make table query ដែលនឹងបង្ហាញនឹងបង្កើត table ថ្មីមួយយកតែផលទាំងឡាយដែលមានតម្លៃចាប់ពី$150ឡើងអញ្ចឹងទៅ design view វិញគឺនេះខ្ញុំដូរពី select query មកជាអី make table យើងឃើញ query type មួយឈ្មោះថា make table នៅជាប់ជាមួយនឹង select query ហ្នឹងអញ្ចឹងខ្ញុំចុចទៅលើ make table នេះមក make new table make new table នេះមានន័យថាវាឲ្យយើងធ្វើការកំណត់ដាក់ឈ្មោះ table ថ្មីរបស់យើងហ្នឹង table ថ្មីរបស់យើងឈ្មោះអីឧទាហរណ៍ថា product price 150ណាគេថា product price 150ណាបាទ product price 150ហើយអូខេមកបាទ make នៅបង្កើត table ថ្មីនៅឯណាតតរ៉ានវាប៉ុន្តែបើសិនជាគ្រូចុចរ៉ានមិនវាបង្កើត table ថ្មីដែលមាន4 field ហើយវាបង្ហាញ product អស់វាបោះ product អស់ទៅដែរដោយសារយើងអត់ទាន់បានកំណត់លក្ខខណ្ឌទេលក្ខខណ្ឌគេចង់បានអីតម្លៃចាប់ពី150ឡើងអញ្ចឹងយើងដាក់យ៉ាងម៉េចកន្លែងនេះកន្លែងលក្ខខណ្ឌ unit price នេះធំជាងឬស្មើ150តើនេះធំជាងឬស្មើ150មុននឹងរ៉ានគ្រូចង់ view វាមើលសិនគ្រូចេញទៅលើ view data sheet view បាទអញ្ចឹងផលិតផលមានប្រមាណមុខដែលមានតម្លៃចាប់ពី150ឡើងមានតែ2មុខទេណាបាទមានតែ2មុខទេអញ្ចឹងវានឹងបោះតែ2 record ទេទៅកាន់ table ថ្មីដែលនឹងបង្កើតហ្នឹងណាបាទអូខេយើងគឺទៅ view ក្នុង data sheet ក្នុង design view វិញគ្រូ run វាណាបាទចុច run កងមក you are about to pass two row into a new table មានន័យថាអ្នកនឹងបង្កើតនៅ table ថ្មីមួយដែលនឹងបោះ2 row ទៅកាន់ table ថ្មីហ្នឹងណាដែលនឹងបោះ2 row ទៅកាន់ table ថ្មីហ្នឹងចេះលើចុចយើងចុចទៅលើ yes មកនេះនេះ table ថ្មីមួយនេះដែលបង្កើតឡើងមកហ្នឹងមកយាយបើក table ហ្នឹងមកនេះវាបោះទិន្នន័យចេញទៅណាបាទវាថាវាបង្កើត table ថ្មីហើយវាបោះទិន្នន័យទៅជាមួយគ្នាផងដែរតែជាមួយផងដែរ
មានប៉ុណ្ណឹងណាបាទចុះយើងអាច save query របស់យើងអាចដាក់ឈ្មោះ query យើងមក qry make product បាទ make product 150យើងមកណាបាទអូខេទៅកន្លែងណា save query ហ្នឹងហីមើលក្នុង query ហ្នឹងក្នុងកន្លែង navigation pane របស់វាហ្នឹងកន្លែង query ហ្នឹងយើងបើកមកនេះquery យើងបង្កើតអស់នេះហ្នឹងហើយយើងមើលក្នុងកន្លែង query ហ្នឹងហើយយើងឃើញប្រភេទ query ផ្សេងគ្នាវាមាន icon ផ្សេងៗគ្នាណាដូចជាអានេះគឺ make table query គឺវាមាន icon ផ្សេង delete query វាមាន icon ផ្សេង cross tab query វាមាន icon ផ្សេង append query វាមាន icon ផ្សេងណា icon ខុសៗគ្នា select query វាមាន icon ផ្សេងណា icon ផ្សេងគ្នាអូខេយើងមានលំហាត់ដែលត្រូវធ្វើការអនុវត្តពាក់ព័ន្ធជាមួយនឹងប្រភេទ action query នីមួយៗណាតាំងពីដើមមកចាប់តាំងពី delete query មកបាទយើងអាចសល់ពេលខ្លះដើម្បីអនុវត្តទៅលើ delete query របស់យើងណាយើងអាចបើកឯកសាររបស់យើងមកទំព័រទី53ណាបាទបើសិនជាធ្វើនៅសាលាអត់តន់អាចទៅធ្វើនៅផ្ទះបន្ថែមទៀតណាបាទទំព័រទី53បាទទំព័រទី53គឺបង្កើត delete query កន្លែងនេះយើងកែទៀតណាកែកន្លែង order detail នេះយើងកែដាក់ product ទំព័រទី53កន្លែងអនុវត្តទៅលើ delete query នេះយើងកែ order detail ដាក់ product ណាបាទខុសឈ្មោះ table នេះតិចអូខេទីមួយខ្ញុំចង់បានយ៉ាងម៉េចខ្ញុំចង់ឲ្យលោកនៅរាល់ record ទាំងឡាយដែលចេញពី table product ដែលមានចំនួនតំណែងយ៉ាងម៉េច stock ក្នុង stock យ៉ាងម៉េចទៅជាង 30 អញ្ចឹងរាល់បន្ថយទាំងឡាយដែលសល់ stock ទៅជាង 30 លោក report ចោលអស់ចេញពី table product ណា product ទី2លោកនៅរាល់ការបញ្ជាទិញទាំងឡាយចេញពី table order ដែលមាន order ID តូចជាង 10 foot 500 អញ្ចឹងរាល់នៅ order ID ទាំងឡាយដែល10 foot មិនថាតូចជាង 10 foot 500 គឺលោកចោលអស់ខាង 10 foot 500 ឡើងគឺអត់ទេណាបាទអញ្ចឹងដាក់ order ID 3លោកនៅរាល់ការបញ្ជាទិញទាំងឡាយពី table order ដដែលហ្នឹងដែលបញ្ជាទិញដោយអតិថិជនដែលមានអីគេដែលមាន ID smart loss ចឹងអតិថិជនទាំងឡាយណាដែលមាន ID smart loss ទៅលោកការបញ្ជាទិញរបស់គាត់ហ្នឹងប៉ុន្តែមិនមែនលោកអតិថិជនដែលមាន ID loss ទេណាច្រឡំណាអតិថិជនដែលមាន ID loss ទៅនៅដដែលលោកតែការបញ្ជាទិញរបស់គាត់ណាលោកតែការបញ្ជាទិញរបស់គាត់នៅក្នុង table order 4លោកនៅរាល់ផលិតផលទាំងឡាយចេញពី table product ដែលប្រភេទផលិតផលណាមិនថា category ណាតែនេះប្រភេទជាអីជា seafood មានផលិតផលទាំងឡាយដែលមានប្រភេទផលិតផលជា seafood លោកចោលអស់ប៉ុន្តែមិនមែនទៅលោក category ណា seafood នឹងចេញទេណាក្នុង table category កន្លែង category ណា seafood អត់មានទៅលោកចេញទេទៅលោកនៅរាល់ផលិតផលទាំងឡាយដែលមានប្រភេទជា seafood ណាអញ្ចឹងវាអាចចាក់បងមួយ table product ឬមួយក៏អាចចាក់បងមួយ table 2ណា product ផង category ផងណាបាទយើងទាញ product មកដើម្បីចង់បាននេះចង់លុបហើយយើងទាញ table category មកដើម្បីអីព្រោះក្នុង category យើងមាន category name ណាយើងមាន category name ដែលយើងអាចដាក់លក្ខខណ្ឌណាបាទរូបឡើងវិញនៅក្នុង relational algebra ណាសិស្សសិស្សអំពីក្នុងអស់ចាក់បង table 2បាទតែក្នុងករណីនេះគឺយើងអាចធ្វើទៅទី3ទី4នេះយើងអាចប្រើតែ table តែមួយប្រហែលដែរណាអូខេអញ្ចឹងទៅវិញអនុវត្តទៅលើលំហាត់របស់យើងផងណា